សួស្ដីប៉ាប៉ារឿងនេះវាកើតឡើងមួយទសវត្សរ៍ហើយលើគ្រួសារខ្ញុំផ្ទាល់បញ្ហាបំណុលធ្វើឲ្យខ្ញុំដើរភ្លើងងឹតដែលសាសនាតែងតែហាមឃាត់បើក្នុងពេល3ថ្ងៃស៊ូគីរកលុយមិនបានពេលនោះគិតយ៉ាងម៉េចទៅម៉ាខ្ញុំគ្មានលុយទេជីពេលនេះខ្ញុំគួរធ្វើយ៉ាងម៉េចទៅស្ងប់ចិត្តគីផ្លូវប្រកាសជាមានឯងឈួតទេអីពេលនោះខ្ញុំគ្មានជម្រើសទេសូមទទួលដកវាយនេះក្នុងទម្រង់ជាឈាមរបស់ក្មេង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 លោកតាខ្ញុំមិនចង់បន្តទៀតទេខ្ញុំមិនចង់បន្តទៀតទេអ្វីដែលចាប់ផ្ដើមហើយមិនអាចបកក្រោយទេឆ្លើយនឹងសំណួរយើងមកឯងបានព្រមព្រៀងជាមួយនឹងបិសាចមែនទេខ្ញុំធ្វើនេះដើម្បីគ្រួសារយើងក៏ដើម្បីម៉ាក់ដែរជាកូនស្រីអីហើយនាងគឺជាបិសាចគ្រប់យ៉ាងនៅរលាយមនុស្សចម្លែកហើយបាត់បាយគ្រួសារខ្ញុំមកឯងត្រូវការលុយខ្ញុំគ្រាន់តែផ្ដោតគំនិតទេខ្ញុំដឹងថាអ្វីដែលខ្ញុំធ្វើគឺខុសព្រោះថាលទ្ធផលខ្ញុំនៅតែចងចាំវារហូតដល់ពេលនេះ